ឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងប្រធានសាលាដំបូងនិងព្រះរាជអាជ្ញាអមសាលាដំបងខេត្តពោធិ៍សាត់ខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃសៅរ៍9កើតខែមករាឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី29ខែវិច្ឆិកាឆ្នាំ2025នេះឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុទ្ធភ័ពនិងជាសមាជិកទី1នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរនិងចូលកាន់មុខតំណែងរបស់ឯកឧត្តមតុបឈុនហេងជាប្រធានសាលាដំបងខេត្តពោធិ៍សាត់ជំនួសឯកឧត្តមតេងរតនាដែលត្រូវបានតែងតាំងជាអនុប្រធានសាលាឧទ្ធរភ្នំពេញនិងឯកឧត្តមវង្សប៊ុនវិសុទ្ធជាព្រះរាជអាជ្ញានៃអយការអមសាលាដំបងខេត្តពោធិ៍សាត់ជំនួសឯកឧត្តមកុយកញ្ញាដែលត្រូវបានផ្ទេរនិងតែងតាំងជាព្រះរាជអាជ្ញានៃអយការអមសាលាដំបងខេត្តព្រៃវែងពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមមករាប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ឯកឧត្តមជាសមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្នាក់ដឹកនាំនៃក្រសួងយុទ្ធភ័ពឯកឧត្តមប្រធានសាលាឧទ្ធរបាត់ដំបងឯកឧត្តមអគ្គព្រះរាជអាជ្ញានៃមហាអយការអមសាលាឧទ្ធរបាត់ដំបងព្រមទាំងលោកស្រីជាចៅក្រមព្រះរាជអាជ្ញារងមុនប្រទេសតុលាការនិងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតថ្លែងក្នុងពិធីនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូរំលេចអំពីក្របខ័ណ្ឌគោលនយោបាយក្នុងការកែតម្រង់ប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាទន្ទឹមនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានណែនាំនិងផ្ដាំផ្ញើដល់ចៅក្រមព្រះរាជអាជ្ញារងក្រឡាបញ្ជីនិងមន្ត្រីតុលាការទាំងអស់នៅតាមសាលាជម្រះក្តីនិងអង្គការអយការអមសាលាជម្រះក្តីនៅទូទាំងប្រទេសដូចទៅ 1. ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុងនិងការដឹកនាំអង្គភាពនិងស្ថាប័នរបស់ខ្លួនឲ្យបានល្អប្រសើរមានសាមគ្គីភាពផ្ទៃក្នុងល្អនិងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់អាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធដោយត្រូវបន្តប្រកាន់ខ្ជាប់នូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង5ចំណុចរបស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាគឺឆ្លុះកញ្ចក់ងូតទឹកដុសក្អែព្យាបាលនិងវះកាត់ 2. ត្រូវពង្រឹងឲ្យបាននូវគុណភាពនៃការចាត់ការសំណុំរឿងដែលខ្លួនកំពុងទទួលបន្ទុកឲ្យបានត្រឹមត្រូវនិងយុត្តិធម៌ស្របតាមច្បាប់និងនីតិវិធីជាពិសេសត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសារក្រមសារដីកាឲ្យបានឆាប់រហ័សត្រឹមត្រូវតាមក្បួនខ្នាតងាយយល់និងមានសំអាងហេតុនិងសំអាងច្បាប់ច្បាស់លាស់និងគ្រប់គ្រាន់ 3. ត្រូវបន្តចូលរួមឲ្យបានកាន់តែសកម្មនិងស្វាហាប់ក៏ដូចជាផ្ដល់កិច្ចសហការឲ្យបានពេញលេញបន្ថែមទៀតក្នុងការអនុវត្តយុទ្ធនាការទាំងពីរគឺយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការនិងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ 4. ត្រូវគោរពវិន័យការងារនិងប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការអនុវត្តការងាររបស់ខ្លួនព្រមទាំងត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការចាត់ការសំណុំរឿងឲ្យបានម៉ឺងម៉ាត់ត្រឹមត្រូវនិងយុត្តិធម៌ស្របតាមច្បាប់និងនីតិវិធីជាធម្មាន 5. ត្រូវចូលរួមលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូរនិងកិត្យានុភាពនៃអង្គចៅក្រមទាំងក្នុងពេលបំពេញការងារទាំងក្នុងជីវភាពរស់នៅប្រចាំថ្ងៃដែលជាកត្តារួមចំណែកដ៏សំខាន់មិនអាចខ្វះបានក្នុងការពង្រឹងជំនឿទុកចិត្តពីសាធារណជនចំពោះវិស័យយុត្តិធម៌ឆ្លៀតក្នុងឱកាសនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តអាជ្ញាធរដែនដីមន្ទីរអង្គភាពពាក់ព័ន្ធនិងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែកគ្រប់ប្រភេទនិងគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានផ្ដល់នូវការគាំទ្រនិងផ្ដល់កិច្ចសហការល្អជាមួយសាលាដំបងនិងអយការអមសាលាដំបងខេត្តពោធិ៍សាត់នៅក្នុងការដោះស្រាយបញ្ហាក៏ដូចជាដោះស្រាយរោគយុត្តិធម៌ជូនប្រជាពលរដ្ឋនាពេលកន្លងមក